ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទអាវកតុយថៃហើយចងពងបងប្អូនហើយជើងក្រោមវិញបងប្អូនគឺនេះខ្ញុំខ្វៀលទឹកឡកបងប្អូនហើយជាប្រភេទអាវចងពងហើយមានដៃប៉ិតតែដៃហ្នឹងគឺយើងប៉ានដាក់ពីក្រៅឯងបងប្អូនឥឡូវនេះបងប្អូនគឺនេះខ្ញុំធ្វើការបត់ជាពីរបងប្អូនត្រូវយកអំជុលមកខ្ទាស់ថ្នេរហើយនឹងថ្នេរហ្នឹងបងប្អូនដាក់ចំគ្នាមកហើយមិញហ្នឹងគឺនេះខ្ញុំគោះកូននោះរួចហើយបងប្អូនដើម្បីយើងជាយកម៉ូតជាងក្រោមហ្នឹងណាបងប្អូនធ្វើការខ្ទាត់រួចនាងខ្ញុំអញ្ចឹងមកយើងខ្ទាត់ចូលវាឲ្យជាប់ដាក់ទាំងពីរហ្នឹងឲ្យវាស្របគ្នាទាំងសងខាងណាបងប្អូនជាប្រភេទម៉ូតកតុយថៃបងប្អូនតែសម្រងអាវនេះគឺនេះខ្ញុំយកសម្រងតា52ណាបងប្អូនធ្វើការជាដូចនេះខ្ញុំចឹងមកបើសិនជាបងប្អូនចង់បានម៉ូតទឹកអឡកដូចម៉ូតដែលនេះខ្ញុំកំពុងតែធ្វើនេះណាហើយជាប្រភេទអាវដែលមានដិនជាងក្រោមហ្នឹងបងប្អូនធ្វើការដកយកចេញមកយើងមើលតម្រងរាងអាវរបស់យើងនេះគឺជាតម្រងអាវដែលនេះខ្ញុំជារួចណាបងប្អូនជាប្រភេទសាច់ដែលមានពណ៌ស្អាតបងប្អូនអញ្ចឹងបងប្អូនយើងតបមកកាត់គុនជើងណាមិញហ្នឹងគឺនេះខ្ញុំកាត់ម៉ូតទឹកកលឹកហ្នឹងគឺរួចរាល់អញ្ចឹងបងប្អូនយើងត្រូវធ្វើការគុនជើងអាវព្រោះដោយសារខ្ញុំអត់អ៊ុតអាវទេគឺនេះខ្ញុំត្រូវប្រើកណាត់យកមកគុនប្រឡត់វាដើម្បីយើងតែបកជើងហ្នឹងណាបងប្អូនធ្វើការទាស់ជើងអាវហ្នឹងជុំវិញដូចនេះខ្ញុំកំពុងតែធ្វើអញ្ចឹងហើយយើងធ្វើការជាតាមទម្រង់រាងនៃទាំងអាវរបស់យើងទាំងមូលបងប្អូនធ្វើការជាតាមទម្រង់ហ្នឹងមកធ្វើការជាទម្រង់ដូចនេះខ្ញុំកំពុងតែបង្ហាញបងប្អូននេះគឺជាតិចនិចងាយៗក្នុងការគុនជើងអាវហើយនឹងការកាត់ម៉ូតជើងអាវផងដែរបងប្អូនធ្វើការដកម្ជុលចេញហើយវាស់ទំហំនៃគុនជើងហ្នឹងគឺនេះខ្ញុំយក7លេខបងប្អូនវាស់ពីក្រោមឡើងមកលើ7លេខយើងធ្វើការវាស់ជុំវិញរហូតដល់ចំណុចមួយដែលយើងត្រូវកាត់ណាបងប្អូនគូស7លេខឡើងមកលើហើយបងប្អូនគូសភ្ជាប់វាពីចំណុចដែលខ្ញុំចាប់ហ្នឹងហើយបងប្អូនគូសហើយបងប្អូនធ្វើការកាត់ផ្ដាច់ដើម្បីយកទៅរៀបជាមួយនឹងផ្ទាំងអាវរបស់យើងថាតើពេលដែលយើងកាត់រួចហ្នឹងគឺវាស៊ីសងមកត្រូវជាមួយនឹងផ្ទាំងអាវរបស់យើងដែរអត់ពេលខ្លះយើងអាចមានលៀងអីតិចតួចបងប្អូនអាចស្រែតាមក្រោយបានណាបងប្អូនធ្វើការខ្ទាស់វាមើលដូចនេះខ្ញុំកំពុងតែធ្វើនឹងមកយើងខ្ទាស់ជុំវិញរហូតដើម្បីចង់ដឹងថាផ្ទាំងអាវរបស់យើងហ្នឹងវាបានជាប់មកស្អាតដូចដែលយើងកាត់នឹងដែរអត់បងប្អូនណានេះខ្ញុំខ្ទាស់ជុំវិញរហូតចង់ដឹងថាវាមាននៅសល់ចំណុចណាមួយដែរឬអត់ចឹងនេះខ្ញុំធ្វើការជាចេញឥឡូវខ្ញុំខ្ទាស់រួចហើយវាអត់មាន